បន្ទាប់ពីផ្ដាច់ដល់បានមួយថ្ងៃនិយាយថាព្រលឹមឡើងហ្នឹងយើងចុះមកមើលវានិយាយថាល្ហមល្កាយដេកគោគ្នាដូចត្រីឆ្អើអញ្ចឹងនិយាយថាមកសបកនេះស្រួលយ៉ាងដែរស្រែករមេទៅដបងឯងដល់ទៅហើយទៅយប់មិញវារោប្រហែលជាម្ដងចាបើសបកខ្លះមុនវិញមកយប់ហ្នឹងស្រែកមានតែ5ដងអីវ៉ាណោះតែមកសបកនេះវារឿងតូចប៉ុន្មានប៉ុន្តែដូចថាអត់សូវរោមេដែរដោយសារតែវាលះជាស៊ីចំណីហើយនិយាយមើលពីគាត់នេះវិញនិយាយថាឈរចិត្តគេទៅបាំងគេចង់ចិត្តអស់ហើយដោយសារតែប្រហែលក្បាលហ្នឹងវានិយាយថាធំជាងគេមែនតើចាក្រៅពីហ្នឹងគេទូចដោយសារតែមកសបកហ្នឹងកូនច្រើនធម្មតាមេជ្រុកតកូនច្រើនវាអត់សូវទឹកដោះឲ្យកូនបើផៅប្រហែលនេះបងប្អូនចាដោយសារតែកូនច្រើនហ្នឹងវាត្រូវគ្នាបើបានណាវាសតិដោះចឹងទៅឲ្យកូនបើបានផ្លែចឹងទៅបណ្ដាលឲ្យកូនជ្រូករបស់យើងហ្នឹងអត់សូវធ្លោះហ្មងនេះចាប៉ុន្តែបើថាវាលះឆាប់ចេះស៊ីចំណីចេះគឺធ្លោះលឿនចាឡើងសាច់លឿនអត់ជាបញ្ហាទេសំខាន់យើងថែទាំវាកុំឲ្យជួបបញ្ហារាកបាក់វាមានដល់ងាប់មានអីចឹងទៅព្រោះហើយកូនជ្រូករបស់ខ្ញុំចេះផ្ដើមចេះស៊ីចំណីឬក៏បបែកចេញពីមេចេះផ្ដាច់ដោះចេះគឺខ្ញុំបំពន់វីតាមីនជំនួយទឹកដោះបងប្អូនចានិយាយថាផ្លែកលឿនមែនតើបងប្អូនចាំសង្កេតមើលកូនជ្រូករបស់ខ្ញុំ2សបុកនេះហាចាមិនមែនមកសបុកទេកូនជ្រូកនេះគឺ2សបុកចា5ដណ្ដប់កូនដោយសារតែមេមួយនោះកូន3ដណ្ដប់តែសល់2ដណ្ដប់ចាមេមួយទៀតហ្នឹងបានកូន3គ្រាប់ចាទាំងអស់ហ្នឹង5ដណ្ដប់ដល់ហើយទៅឥឡូវហ្នឹងខ្ញុំក៏ចាប់ដាក់ជាមួយគ្នាចឹងបណ្ដោយទៅអត់ដាក់បបែកគ្នាទេចារួចហើយឥឡូវហ្នឹងខ្ញុំអត់ទាន់បានប៉ុនជីកទុំទេដោយសារជីកទុំអស់ចឹងឲ្យស៊ីលក្ខណៈប្រភេទចំណីគ្រាប់សម្រាប់កូនជ្រូកជាមួយវីតាមីនធម្មតាសិនចាកូនជ្រូកបើថាចង់ឲ្យវារីកសាច់លឿនយើងមានជីកទុំបំពន់ជំនួយបងប្អូនគឺរីកសាច់លឿនបានបន្ថែមជាមួយវីតាមីនជំនួយទឹកដោះនេះទៀតគឺកាន់តែរីកសាច់លឿនតែម្ដងចារួចហើយបងប្អូនចាំតាមដានទាំងអស់គ្នាសង្កេតមើលថាកូនជ្រូករបស់ខ្ញុំរយៈពេលប្រហែលថ្ងៃវាផ្លែកសាច់លឿនចឹងវីតាមីនមួយមុខនេះគឺចំណេញមួយយ៉ាងដែរបងប្អូនគឺប្រើបានទាំងលើមេផើមេសរសៃខ្ចីទាំងកូនជ្រូកទើបតែបដាច់ដោះឬក៏ចាប់ផ្ដើមរៀនតេស្តចំណីចាងាយស្រួលមែនតើបងប្អូនអត់ខាតទេប្រើបានទាំងមេប្រើបានទាំងកូនចឹងណាចាសល់ក៏យើងទុកបានអត់ងាយខូចទេប្រសិទ្ធភាពវាគឺសពន្ធភាពវាដាច់2020ជាងអីចឹងទៅចាហើយនិយាយថាមេជ្រូករបស់យើងឲ្យតែបានប៉ុនវីតាមីនហ្នឹងគឺទឹកដោះបបោបងប្អូនចាអត់ខ្វះទឹកដោះទេរួចហើយណាមួយទឹកដោះផ្អែមទៀតគឺកូនបើរយៈពេលថាចាប់ពីកើតមកចឹងបានតែ4 5ថ្ងៃគឺរោងទឹកដោះលឿនមែនតើរួចហើយព្រលឹមឡើងមកមើលម្ចាក់យ៉ាលោកនិយាយថាមកភ្លក់ខុសគេតែម្ដងសង្ស័យយកមិញនឹងភ័យលេចអាចលេចណូមិនមកទៅខ្លាចលុយមេគៀននឹងខំក៏មិនដឹងបានថាព្រលឹមឡើងដូចតរនីលផុកឯណាមកចឹងលោកហើយឡើងខ្មៅព្រិចអានេះខ្ញុំថតសកម្មភាពពេលព្រឹកបងប្អូនព្រឹកព្រលឹមតែម្ដងចាបើកភ្នែកតន់ឯចូលត្រង់ជ្រូកទៀតហើយចាព្រលឹមឡើងនឹងទូនាទីប្តីខ្ញុំគឺអ្នកដាក់បាយជ្រូកចឹងទៅខ្ញុំបានតែដើរត្រួតត្រាមើលចាឯងបងអូនអើយបានតែដើរហិតក្រោយគេនឹងឯងយប់មិញនឹងរៀងភ័យដែរដោយសារតាមពីសបុកនេះគឺដាក់អាធំលាតូចណាខ្លាចលោយប់ឡើងនឹងខាំអាតូចញែកជាងគេនឹងងាប់អីចឹងទៅតែព្រលឹមឡើងចង់មកមើលចេះអត់អីដែរចាហើយអាតូចជាងគេនឹងអត់ទៅជាអត់មានស្នាមទៅវិញបើវាខាំគ្នាវាខាំអារៀងត្រឹសចាក្លត់ខ្លាញ់ដាច់លកជាបន្តិចដែរចឹងទៅចាបងប្អូនបើថាចង់មិនចង់ឲ្យកូនជ្រូកយើងខាំគ្នាចាយើងចងក្រងឬក៏ចងកូនដបមួយចឹងទៅវាយួរចោលឲ្យវាបន្លែងធម្មតាកូនជ្រូកប៉ុននេះវាលពឹសវាចាប់ដើមបន្លែងគ្នាជីជន់គ្នាឡើងខាំគ្នាតែវាខាំពួកចារួចហើយអត់អាចបដ ாய் ឲ្យវាខាំគ្នាជាប់បានទេបងប្អូនប៉ះណាអាចនឹងដល់វាងាប់បានណាចាវាដថ្មិញវាពឹសបងប្អូនថ្មិញបើវាពឹសហើយណាមួយតែខាំទៅវាអន់ចំណីចាអន់ចំណីបដាលឲ្យទុនដៃទុនជើងវាលាស់ខ្យល់ងាប់ក៏មានដែររួចហើយបងប្អូនមានកូនជ្រូកតូចទៅបដាច់ដោះចាបាក់បៀស្គមស្បែកដដប់ឆ្អឹងអីវ៉ាន់បើចង់បានវីតាមីនជំនួយទឹកដោះយកទៅបំពន់សាកមើលបងប្អូនអាចចូលឆាតកំងបានពេករបស់ខ្ញុំឈ្មោះមុំពិសិដ្ឋចិញ្ចឹមជ្រូកចាតម្លៃសមរម្យបងប្អូនអរគ្នាបើថាយកច្រើនតម្លៃចុះតាមនឹង